បាទជំរាបសួរបងប្អូនដល់គ្នាថ្ងៃនេះមកជួបបន្លែមន់ស្រែបន្លែស្រស់បងប្អូនណាបងប្អូនខែភាសាបងប្អូនខែភាសាខែប្រាំងតែមានផ្កាស្នោបងប្អូនផ្កាស្នោដោះផ្កាស្នោផ្កាបងប្អូនបាទនេះបងប្អូនត្រូវលក់ទឹកគ្រឿងបងប្អូនណាត្រូវលក់ទឹកគ្រឿងបាទខែប្រាំងបងប្អូនខែ1មានផ្កាស្នោផ្កាបងប្អូនអស់ចាតែម្ដងបងប្អូនអើយអស់ចាតែម្ដងណាបាទតើប៉ុណ្ណេះបានកាត់ធ្វើទឹកគ្រឿងបងប្អូនកាត់ធ្វើទឹកគ្រឿងហើយបាទនេះបងប្អូនអើយតើប៉ុណ្ណេះទៅយើងធ្វើទឹកគ្រឿងបានបងប្អូនបាទយើងធ្វើទឹកគ្រឿងបានហើយបាទយើងថែមបន្លែតិចតួចទៀតមកអេមបងប្អូនអេមតែម្ដងបាទនេះខ្ញុំទៅតែឃើញបងប្អូនអើយហើយចាស់គាត់ថាបបកាស្នោឆាប់ការអញ្ចេះមេឃក៏ឆាប់ភ្លៀងដែរបងប្អូនឆាប់ភ្លៀងឆាប់កក់ខែអញ្ចឹងណាបាទនេះបងប្អូនអូអេមម្ដងទឹកគ្រឿងឬក៏យើងត្រឡប់ខ្លាញ់អីដឹងគឺត្រូវបងប្អូនគឺត្រូវតែម្ដងណាបាទច្រើនគួរសមដែរបងប្អូនបាទប្រហែលជាឆ្នាំនេះមេឆាប់ភ្លៀងទៀតបងប្អូនមេឆាប់ភ្លៀងទៀតព្រោះឆ្នាំទៅមិញដូចជាឃើញផ្កាស្នោផ្កាអញ្ចឹងដែរមេភ្លៀងឆាប់ភ្លៀងបងប្អូនបាទឆ្នាំនេះសូមមេឆាប់ភ្លៀងឆាប់មានតែភ្លៀងទៀតហើយបាទតែប៉ុណ្ណេះមកយើងរួចធ្វើទឹកគ្រឿងបងប្អូនបាទច្រើនដែរបងប្អូនប៉ុណ្ណេះមកយើងរួចហើយយើងថែមបន្លែស្ពៃបន្លែទឹកសក់ឲ្យបន្ថែមទៀតមកអេមតែម្ដងបាទនេះបងប្អូនអូនេះអានេះនូបស្អាតអានេះយើងរីកបន្តិចយើងមកអត់ទាន់បងប្អូនណាយើងមកអត់ទាន់តែអត់អីទេប៉ុណ្ណេះយើងអាចនៅទទួលទានបានយើងអាចនៅហូបបានបាទនេះបងប្អូនអូនេះការតាំងពីខែមុនបងប្អូនមកផ្លែចោលបងប្អូននេះផ្លែអញ្ចឹងប្រហែលជាខ្ទង់មួយខែពីរខែទៀតការផ្លែនេះទុំជ្រុះយើងហើយវាដើមវាដុះចេញជាដើមមកមានផ្កាយើងមកបេះទៀតបងប្អូនបាទអញ្ចឹងមកដើមនេះគឺអំណោយផលសម្រាប់យើងធ្វើទឹកគ្រឿងបងប្អូនណាបាទអេមែនតើម្ដងបងប្អូនអើយខ្ចីញញអូបាទនេះបងប្អូនអើយមិញមើលឃើញនៅលើមើលតែក្រោមមើលនៅលើហ៎ណាបាទនេះបងប្អូនសមិទ្ធផលមិញបងប្អូននេះបងប្អូននេះតែប៉ុណ្ណេះមករួចខ្លួនបងប្អូនអេមកបងប្អូនការស្នោនេះគ្រប់ហើយបងប្អូនគ្រប់តែប៉ុណ្ណេះពេញជាតិអើយពុកម៉ែតាយាយបងប្អូននៅគ្នាអើយពេញជាតិហើយនេះតែប៉ុណ្ណេះមកក្តាប់នេះមកអេមកហើយគ្រប់ទឹកគ្រឿងបាទតោះឥឡូវកុំឲ្យរងចាំយូរត្រឡប់ទៅវិញទាំងអស់គ្នាបានបន្លែក៏បានហើយនឹងរបស់ដែលខ្ញុំត្រូវរកក៏បានអូខេតែប៉ុណ្ណេះរួចហើយទឹកគ្រឿងបាទថ្ងៃមុននោះបេះបានខ្លះដែរអញ្ចឹងយើងសរុបចូលគ្នាទៅរួចបានមួយពេលថែមស្ពៃថែមបន្លែតិចតួចទៀតបងប្អូនណាបាទឥឡូវនេះខ្ញុំប្រមូលបន្លែទឹកគ្រឿងបានមួយមុខហើយបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាបងប្អូនហើយសង្ឃឹមថាមេឃឆ្នាំនេះនឹងឆាប់ភ្លៀងទៀតពីព្រោះថាឲ្យតែផ្កាស្នោនេះចាស់ពីដើមគាត់ថាឲ្យតែស្នោនឹងផ្កាស្នោនឹងឆាប់ផ្កាគឺឆាប់ផ្លែឆាប់ផ្លែសំទោសឆាប់មានតែភ្លៀងសម្រាប់ធ្វើស្រែបងប្អូនបាទអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាតើមេឃឆ្នាំនេះឆាប់ភ្លៀងដូចឆ្នាំតែមិញដែរឬទេបាទអរគុណច្រើនជម្រាបលាបាយបាយ